បាទសួស្តីបងប្អូនហ្នឹងហើយជួបគ្នាជាថ្មីមួយវីដេអូទៀតហើយហ្នឹងហើយបងប្អូនមើលឃើញហើយជួយ like ជួយ Subscribe ផងដើម្បីឲ្យបានផុសបន្តខ្ញុំព្យាយាមធ្វើឲ្យបន្តរាល់ថ្ងៃបាទហ្នឹងហើយឲ្យមានកម្លាំងចិត្តធ្វើហ្នឹងហើយបងប្អូនជួយចុច like ចុច Subscribe share បន្តផងបាទនេះជាក្នុងរោងដោយសាររោងយើងមានការលហែកខ្លះមិនទៅយើងកែច្នៃមកដាំរៀងងាយបាទនេះជាពេញប៉ោះឈើរីបាទពេញប៉ោះឈើរីដាំនៅក្នុងរោងដែរប៉ុន្តែដបូលយើងនៅស្អាតប៉ុន្តែលហែកតែស្បែកគៀនទេហ្នឹងដូច្នេះនេះប៉ោះឈើរីយើងទៅដាំបានអាយុកាល1សប្តាហ៍បាទ1សប្តាហ៍បានប៉ុណ្ណេះហើយទៅចាប់ឬទេបងប្អូនហ្នឹងហើយខុសត្រូវអីកុំប្រកែបកាន់អីនេះគ្រាន់ជាចែកលេខបបផ្សោតតិចតួចដែលខ្ញុំធ្វើប្រចាំថ្ងៃហ្នឹងហើយនៅមានបន្លែជាច្រើនទៀតតឲ្យរាល់ថ្ងៃបាទហ្នឹងហើយយើងដាក់ធ្វើអញ្ចេះហើយយើងដាក់របៀបនេះរបៀបខ្ញុំណាខ្ញុំធ្វើដាក់សំណាញ់វារបៀបនេះដើម្បីឲ្យវាឡើងហ្នឹងហើយបងប្អូនទៅអាយុបាន1សប្តាហ៍ទេបាទហើយដាំបន្តធ្វើឲ្យបន្តរហូតដល់បានផលបេះហ្នឹងហើយទេទាំងអស់អាយុវាបាន1សប្តាហ៍ប៉ុណ្ណេះហើយបងប្អូនទៅចាប់រឹសបាទទៅនៅពីសន្លប់មកយើងដាំទៅវាសន្លប់ទៅចាប់រឹសមករៀងក្រៀមខ្លះអីខ្លះហ្នឹងហើយនេះមើលយើងកែខៃឆ្នៃប្រឌិតហ្នឹងហើយដាក់សំណាញ់នេះដើម្បីឲ្យវាឡើងព្រោះពេញប៉ោះនេះវាដើមវាមិនរឹងមាំទេបងប្អូនដើមវាប្រភេទវទេបើយើងធ្វើវិធីម៉េចឲ្យវាឡើងចងទប់វាម៉េចឲ្យវាជាប់អញ្ចឹងដល់ពេលផ្លែមេឃវាច្រើនវាអាចបាក់ធ្លាក់មកដីវិញខូចណាដោយសារលហែកសំណាញ់ជុំវិញហើយយើងនៅស្អាតតែដំបូលទេមើលមកជុំដាក់សំណាញ់របៀបនេះអានេះសល់សំណាញ់សល់យើងអត់កាត់តទេទុកវាចឹងទៅហ្នឹងហើយបងប្អូនកុំភ្លេចជួយចុច like ចុច Subscribe ហ្នឹងហើយដើម្បីបានវីដេអូថ្មីបន្តជារាល់ថ្ងៃអំពីកសិកម្មហ្នឹងហើយខ្ញុំធ្វើខាងកសិកម្មមានផ្ទះបន្លែផងមានរោងសុវត្ថិភាពផងហើយធ្វើក្រៅផងយ៉ាងហ្នឹងនឹងជាយាមធ្វើឲ្យរាល់ថ្ងៃចាប់ពីថ្ងៃដែលផុសនេះទៅមានបន្លែជាច្រើន